សម្រាប់ស៊ីសៀវដែលចង់បានសក់លើកជើងសសយើងគិតថាលេងចង់កាត់ម៉ូតលងសុងសស្លាយទៀតតែយ៉ាងណាគេថាយើងកាត់សក់ម៉ូតដាដាអីចឹងទៅព្រោះអីឥឡូវគេពេញនិយមខ្លាំងមែនតើហ្មងឲ្យលើកជើងសសហើយណាមួយម៉ូតអឺរ៉ុបពួកឲ្យលើកជើងសសហ្នឹងគេវាយលុកខ្លាំងក្លុកខ្លាំងមែនតើទីក្រុងគេហៅក្លុកទីក្រុងបានក្លុកប៉ះជាងបាទក្លុកប៉ះជាងកោទាំងអស់ឡើយបាទនិយាយលេងទេបងប្អូនបាទបើសិនជាបងប្អូនចង់បានម៉ូតសក់សសអញ្ចឹងលើកជើងពីតង់អញ្ចឹងមកសេរីសរងសេវីដេអូនេះទុកទៅបាទទៅម៉ូតអញ្ចឹងគឺគេកាត់ច្រើនបងប្អូនកាត់ច្រើនមែនតើមកកាត់រាល់ថ្ងៃតែម្ដងពីសក់ពុំប្រុសអញ្ចឹងគាត់តម្លាក់តិចទេបាទគាត់ឲ្យកាត់ចុងតិចទេមុននឹងកាត់សក់លើឲ្យភ្ញៀវយើងត្រូវការនិយាយគ្នាមួយភ្ញៀវឲ្យច្បាស់សិនកុំឲ្យយើងកាត់ទៅខ្លីជ្រុលអីចឹងណាវិញបងប្អូនហើយទៅស្ទៀវ100ទាំង100បាទកាត់ចាយើងដូរប្រភេទជើងក្រោមថាពីឡុងសុងយកមកសអីចឹងមកហ្វេតអីចឹងណាយើងកាត់ហើយសក់ចំហៀងគឺវាមិនសូវរីកចឹងណាបើសិនជាយើងកាត់ឡុងសុងអាចរីកបាទអាចរីកចំហៀងចឹងទៅប្រភេទសក់សក្រោមហ្នឹងមានគេឆ្លាញ់ច្រើនបាទបងប្អូនណាអត់សូវឆ្លាញ់សអាចប្រាប់ជើងមកកាត់តែល្មមទៅបែបស្មោលទៅក៏បានដែរព្រោះអីកន្លែងខ្ញុំសម្បូរកាត់ច្រើនប្រភេទជើងសហ្នឹងបាទសម្បូរកាត់ម៉ូតច្រើនមែនតើបាទវីដេអូហ្នឹងក៏ដល់ទីបញ្ចប់ផងដែរជួយ copy link ឲ្យម្នាក់មួយផងបើសិនជាឆ្លាញ់ពេញចិត្តជួយ like ជួយ share page ឲ្យខ្ញុំម្នាក់មួយផងបងប្អូនបាទ